ៈពេលនៃការចុងឆ្នាំនិងដើមឆ្នាំគឺថាមពលនៃផែនដីទាំងមូលគឺវាមានបំរែបំរួលស្រាប់តែនៅសុកយើងបាត់បង់ការងារនៅសុកយើងបាត់បង់លុយកាក់នៅសុកយើងបាត់បង់មនុស្សដែលយើងស្រឡាញ់សង្សារសំបែកប្តីប្រពន្ធលែងលះយើងព្យាយាមអស់ពីចិត្តហើយរក្សានៅអ្វីទាំងអស់ហ្នឹងក៏ប៉ុន្តែយើងរក្សាវាមិនបានចូលអ្នកទាំងអស់គ្នាត្រឡប់មកគិតជារឿងវិជ្ជមានវាថាចក្រវាលមួយនេះកំពុងតែយកអ្វីម្យ៉ាងដែលមិនល្អចេញពីយើងទៅហើយផ្ដល់នៅអ្វីដែលល្អដែលស័ក្តិសមនឹងយើងនៅក្នុងថ្ងៃអនាគតអញ្ចឹងអ្នកទាំងអស់គ្នាអាចសង្កេតឃើញថាដើមឆ្នាំអ្នកទាំងអស់គ្នាអាចនឹងមិនបាននៅអ្វីដែលជាតម្រូវតាមចិត្តរបស់យើងក៏ប៉ុន្តែពេលវេលានឹងអាចឲ្យអ្នកទាំងអស់គ្នាគិតត្រឡប់មកវិញប្រហែលជាចុងឆ្នាំឬក៏ពាក់កណ្ដាលឆ្នាំគិតថាអូរឿងមួយនោះវាបានកើតឡើងសម្រាប់ខ្ញុំគឺកើតឡើងដើម្បីថ្ងៃនេះអញ្ចឹងចូលអ្នកទាំងអស់គ្នាកុំអាក់អន់សពុនចិត្តកុំបាក់ទឹកចិត្តហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានៅតែ keep going គឺអ្នកទាំងអស់គ្នាគិតវិជ្ជមានធម្មតាទេជីវិតយើងកំពុងតែចង់បាននៅអ្វីមួយដែលវាអស្ចារ្យក៏ប៉ុន្តែរឿងនោះវាអត់បានកើតឡើងស្របជាមួយនឹងចិត្តរបស់យើងដែលចង់បានចូលអ្នកទាំងអស់គ្នាទាញចិត្តដែលកំពុងតែគិតថាហេតុអីក៏ខ្ញុំមិនបានវាហេតុអីក៏ខ្ញុំធ្វើមិនបាននោះឲ្យត្រឡប់មកជាចិត្តវិជ្ជមានវិញគឺចក្រវាលមួយនេះកំពុងតែការពារខ្ញុំពីអ្វីម្យ៉ាងឬក៏ចក្រវាលមួយនេះកំពុងតែនាំខ្ញុំទៅជួបនៅអ្វីម្យ៉ាងដែលល្អជាងនេះ